តើវាអាចទៅរួចទេដែលកូនលើកដៃសម្រាប់ប្រពុករបស់ខ្លួនឯងអាវុធដែលបានរកឃើញនៅកន្លែងកើតហេតុគឺជាអាវុធរបស់គេច្បាស់ណាស់គេជាឃាតករអនុទេខ្ញុំមិនមែនជាឃាតករទេខ្ញុំមិនបានសម្លាប់គាត់ទេរឿងរ៉ាវឃាតកម្មមួយកើតឡើងបង្កភាពវឹកវរផ្អើលអស់តុលាការករណីបានខ្លួនរបស់ម្ចាស់វីដេអូហ្គេមដ៏ល្បីល្បាញបានធ្វើឲ្យកូនស្រីរបស់គាត់នៅមិនសុខឈានជើងចូលក្នុងពិភពហ្គេមដើម្បីស្វែងរកការពិតនៅពីក្រោយខ្នងនៃការបាត់ខ្លួនដ៏អាថ៌កំបាំងនេះអ្នកណាជាមេខ្លោងខ្ញុំនឹងតាមកំចាត់គេដល់ទីបំផុតសកម្មភាពឆ្លងពេលវេលារវាងពិភពមនុស្សនិងពិភពហ្គេមពួកគេទាំងពីរបានជួបគ្នាហើយក៏ខ្លាយទៅជាដៃគូសហការយ៉ាងល្អបេសកកម្មដែលពោពេញទៅដោយគ្រោះថ្នាក់តែពួកគេបានព្យាយាមប្រយុទ្ធរួមគ្នាតើពួកគេអាចស្វែងរកការពិតនៅក្រៅខ្នងការស្លាប់របស់ឪពុកគេបានដែរទេទទួលសិទ្ធិផ្ដាច់មុខដោយស្ថានីយទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8រឿងរបាំងស្នេហ៍ឆ្លងភព